បន្ទាប់ពីដឹកនាំ Apple អស់រយៈពេល15ឆ្នាំ Tim Cook កំពុងតែចុះចេញពីតំណែងជា CEO ក៏បានឡើងកាន់តំណែងបន្ទាប់ពី Steve Jobs នៅក្នុងឆ្នាំ2011ហើយបានជួយឲ្យ Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតមួយក្នុងពិភពលោកពេល Tim Cook ក្លាយជា CEO Apple មានតម្លៃប្រហែលជា$350,000,000,000ឥឡូវនេះ Apple មានតម្លៃលើស$4 trillion មានន័យថាក្រុមហ៊ុនកើនឡើងជាង$3.6 trillion ក្នុងសម័យកាលរបស់គាត់ក្រោយការដឹកនាំរបស់ Tim Cook Apple បានបញ្ចេញជាមួយនឹងផលិតផលដូចជា Apple Watch AirPods និង Vision Pro គាត់ក៏ពង្រីកជាមួយនឹងសេវាកម្មដូចជា Apple Music Apple TV Plus និង Apple Pay ផងដែរគាត់ក៏ដឹកនាំនៃការផ្លាស់ប្ដូរដ៏ធំបំផុតមួយរបស់ Apple ដោយប្ដូរពី Mac ដែលប្រើប្រាស់ chip Intel ទៅ Apple Silicon ដែលចាប់ផ្ដើមពី chip M1 ដែលការផ្លាស់ប្ដូរនេះធ្វើឲ្យ MacBook លឿនជាងមុននិងប្រើថាមពលមានប្រសិទ្ធភាពជាងមុន Tim Cook ត្រូវបានគេចាត់ទុកថាពូកែខាងដឹកនាំ business ក្រោមការដឹកនាំរបស់គាត់ Apple ក្លាយជាក្រុមហ៊ុនដែលមានលុយនិងមានតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រប៉ុន្តែមានអ្នកគាំទ្រមួយចំនួននៅតែរិះគន់ថាក្រោមការដឹកនាំរបស់គាត់គឺគាត់ផ្ដោតទៅលើ business ដំណើរការឲ្យរលូនជាជាងការបង្កើតអ្វីដែលថ្មីដែលគួរឲ្យចាប់អារម្មណ៍បើនិយាយពី Steve Jobs គឺគាត់គិតពីផលិតផលធ្វើមិនឲ្យមានអារម្មណ៍ថាអស្ចារ្យនិងប្លែកហើយថ្មីខណៈក្រោមការគ្រប់គ្រងរបស់ Tim Cook វិញ Apple មើលទៅគឺមានស្ថិរភាពសុវត្ថិភាពនិងផ្ដោតទៅលើ business ជាងហើយឥឡូវនេះគឺដល់វេន John Ternus ដែលនឹងឡើងមកជំនួសវិញតែគាត់នឹងគឺជាអ្នកគេ John Ternus បានចូលមក Apple តាំងពីឆ្នាំ2001មានន័យថាគាត់នៅក្នុងក្រុមហ៊ុននេះប្រហែលជា25ឆ្នាំហើយគាត់បានចាប់ផ្ដើមពីផ្នែក Product Design ហើយក្រោយមកបានឡើងកាន់តំណែងដល់ Senior Vice President of Hardware Engineering ក្នុងឆ្នាំ2021គាត់មិនមែនជាមនុស្សផ្នែកហិរញ្ញវត្ថុឬក៏ operation ទេប៉ុន្តែគាត់ជាវិស្វករដ៏ធំមួយរបស់ Apple គាត់បានជួយដឹកនាំនៅក្នុងការផលិត iPhone, iPad, Mac, AirPods ចុះសំណួរធំបំផុតនោះគឺថាតើវិស្វករដែលជួយផលិត hardware របស់ Apple អាចដឹកនាំ Apple ទៅថ្ងៃអនាគតបានអត់